ដើមឈើបានបង្រៀនយើងថាការលូតលាស់ទាមទារការអត់ធ្មត់និងភាពស្ងៀមស្ងាត់រដូវផ្ការីកបានបង្រៀនយើងថាភាពស្រស់ស្អាតមិនអាចឋិតថេរបានរហូតនោះទេសមុទ្របានបង្រៀនយើងថាយើងអាចធ្វើបានទាំងស្លូតទាំងកាចទាំងទន់ភ្លន់និងរឹងមាំពពកការទៅជាទឹកភ្លៀងបានបង្រៀនយើងថានៅពេលអ្វីមួយធ្ងន់ពេកយើងអាចទម្លាក់ចោលហើយរំសាយអារម្មណ៍តានតឹងបានផ្កាយបានបង្រៀនយើងថាភាពងងឹតគឺចាំបាច់ណាស់ដើម្បីមើលឃើញពន្លឺព្រះអាទិត្យបានបង្រៀនយើងដឹងថាទោះអ្នកលិចបាត់ចុះយូរប៉ុណ្ណាក៏អ្នកអាចរះឡើងវិញម្ដងទៀតបានដែរធម្មជាតិបានបង្រៀនមនុស្សច្រើនណាស់តែមនុស្សទេដែលមិនព្រមរៀននិងទទួលស្គាល់ការពិតសូមអរគុណ